chỉ được xua sẽ đọc khi mà từ mình đang đi đấy sao lồng hai bạn ấy cứ như cô tại tôi lên tại cao nhất lồng hai này tại trẻ cái ao cô á lơ xin bé con chúng mình đang xin xếp bông chúng mình đang cô bé xin á lơ xin á con chúng mình đang xin xếp bông chúng mình đang cô xếp lơ xin á con chúng mình đang xin bé cái ao như sai ở khơi pì ok trong tao hai bà con sẽ đang lấy hai đồng bay sai ở khơi pì cứ do thời ca do cô á lơ xin bé con xin xếp nhưng mà bông chúng mình cái này tôi muốn năng ở như khơi ta chỉ một hay một phía xong á cứ đó như tôi đồng đầu thì bay chỉ bốn sần ok ở lấy nhưng mà mới taoគ្នាថាតើយើងគួរតែធ្វើបែបណាអញ្ចឹងណាយើងតម្រូវភាពបាញ់មុនសិនមកតើគ្នាលំហាត់ផ្សេងៗទៀតយើងអាចប្រើរូបមន្តតែលំហាត់នេះយើងតម្រូវភាពបាញ់សិនមកអត់មានអីពិបាកអីបងប្អូនភាពបាញ់គេគឺស៊ីន A ស៊ីន B ស៊ីន C គុណចូលគ្នាអញ្ចឹងណានេះគឺបានស្មើជាមួយនឹងម៉ានបងប្អូនតែនេះយើងមានស៊ីន B ស៊ីន C យើងខ្វះស៊ីន A អញ្ចឹងយើងគួរបន្ថែមស៊ីន A អញ្ចឹងយើងបានគោះ A គុណជាមួយនឹងស៊ីន Aบวกជាមួយនឹងម៉ានតើអស់គ្នាហើយនេះគេមានកូ B ហើយគេមានស៊ីន A ជាមួយនឹងស៊ីន C គេនៅខ្វះស៊ីន A ទៀតអស់គ្នាគេនៅខ្វះស៊ីន B អញ្ចឹងកូ B គុណជាមួយនឹងកូ B គុណស៊ីន B ហ្នឹងគឺជាការតម្រូវភាពបែងតើអស់គ្នាត្រង់កន្លែងនេះវិញមានស៊ីន A ស៊ីន B ខ្វះស៊ីន C ដោយសារភាពបែងគេមានស៊ីន A ស៊ីន B ស៊ីន C អញ្ចឹងកន្លែងនេះមាន A ហើយនឹង B ខ្វះ C អញ្ចឹងត្រូវថាគុណថែមនឹង C ទៀតអញ្ចឹងយើងបានកូ C គុណជាមួយនឹងស៊ីន Cលើម៉ាតើអស់គ្នាដូចដល់ចង់ភាពបានរបស់យើងគឺស៊ីន A ស៊ីន B ស៊ីន C បន្តមកទៀតតើយើងគួរធ្វើម៉េចដើម្បីអាយស្រាយលំហាត់ហ្នឹងឲ្យឃើញ2មកចំណុចបន្តទៀតហ្នឹងគឺតើអស់គ្នាត្រូវការគុណនឹង2មានន័យថាភាពបែកភាពយករបស់គុណនឹង2ភាពបែករបស់គុណនឹង2ដែរឥឡូវយកមកគុណចូលអញ្ចឹងយើងបាន2កូស A ស៊ីន A បូកជាមួយនឹង2កូស B ស៊ីន B បូកជាមួយនឹង2កូស C ស៊ីន C អូខេតើអស់គ្នាកុំភ្លេចថាការគុណហ្នឹងមិនមែនគុណធម្មតាភាពយកទេភាពបាញ់គឺយើងត្រូវគុណដែរព្រោះឲ្យយើងគុណហ្នឹងបើសិនជាយើងសម្រួលទៅសម្រួលមកគឺសល់តែប្រព័ន្ធនេះដដែលទេគុណហ្នឹងដើម្បីឲ្យចូលរូបមន្តហើយនឹងងាយស្រាយឲ្យចេញ2អញ្ចឹងត្រង់កន្លែងនេះយើងបាន2ស៊ីន A ស៊ីន B ស៊ីន C តើគ្នាបានឃើញហើយថាប្រកាសជាចូលរូបមន្តនេះមែនអត់រូបមន្តអីគេតើគ្នាប្រកាសជាស្គាល់រូបមន្តមួយនេះហើយស៊ីន2តែតាស្មើជាមួយនឹងម៉ានតើគ្នាស្មើជាមួយនឹង2ស៊ីនតែតាកូសតែតាអូខេអញ្ចឹងត្រង់កន្លែងនេះគឺតើគ្នាគួរដឹងថាវាចូលរូបមន្តនេះស៊ីន 2A កូស 2B កូស 2C អីស៊ីន 2C តើគ្នានេះគឺសុទ្ធតែជាស៊ីន2តែតាទាំងអស់ណាឥឡូវយើងយករូបមន្តហ្នឹងមកប្រើហើយអនុវត្តទៅលើនេះវិញអញ្ចឹងត្រង់កន្លែងនេះយើងបាន2ស៊ីន Aនេះព្រោះអីកូស A ស៊ីន A ហើយមានមេគុណ2ពីមុខទៀតកន្លែងនេះក៏មានមេគុណ2ពីមុខដែរអញ្ចឹងហើយកូស B ស៊ីន B អញ្ចឹងគឺដូចតែគ្នាតើអស់គ្នាអញ្ចឹងយើងបានស៊ីន 2B បូកជាមួយនឹងស៊ីនតើអស់គ្នានេះមិនមែន2ស៊ីន A ណាគឺស៊ីន 2A បូកជាមួយនឹងស៊ីន 2B ចំណែក C ក៏អញ្ចឹងដែរអស់គ្នាគឺស៊ីន 2C ភាពបែង2ស៊ីន A ស៊ីន B ស៊ីន C ត្រង់កន្លែងនេះគឺតើអស់គ្នាធ្វើការបូកតាមរយៈរូបមន្តអូខេសម្រាប់រូបមន្តរបស់យើងដែលត្រូវប្រើនេះគឺយើងប្រើជាមួយនឹងស៊ីន ពេកបូកជាមួយនឹងស៊ីនគុយអូខេអញ្ចឹងត្រង់កន្លែងនេះយើងប្រើតាមរូបមន្តស៊ីន ពេកបូកជាមួយនឹងស៊ីនគុយតើអស់គ្នាប្រកាសជាស្គាល់រូបមន្តហ្នឹងឯងស្មើមែនដែរតើអស់គ្នាស៊ីន ពេកបូកជាមួយនឹងស៊ីនគុយស៊ីន ពេកបូកជាមួយនឹងស៊ីនគុយគឺយើងស្មើជាមួយនឹងមែនតើអស់គ្នាស្មើជាមួយនឹង2ស៊ីន ពេបូកគុយលើ2គុណជាមួយនឹងកូសពេដកគុយលើ2ឥឡូវយើងយកអាហ្នឹងមកប្រើជាមួយនឹងស៊ីន 2A បូកជាមួយនឹងស៊ីន 2B អញ្ចឹងត្រង់កន្លែងនេះគឺយើងបាន2ស៊ីន 2A បូក 2B ឆែកជាមួយនឹង2គុណជាមួយនឹងកូស 2A ដក 2B ឆែក2បូកជាមួយនឹងកុំភ្លេចស៊ីន 2C ណាតើអស់គ្នាស៊ីន 2C ភាពបែងយើងកុំភ្លេចភាពបែងឲ្យសោះតើអស់គ្នា2ស៊ីន A ស៊ីន B ស៊ីន C 2ស៊ីន A ស៊ីន B ស៊ីន C តែយើងត្រូវធ្វើអីគេបន្តទៀតតើអស់គ្នាអាចសម្រួលចោលបាន 2A បូក 2B នេះយើងសម្រួល2ចោលអញ្ចឹងយើង2ស៊ីន A បូក B កូស A ដក B អញ្ចឹងត្រង់កន្លែងនេះ2ស៊ីន A បូក B
ជាមួយនឹងកូស a ដក b បូកត្រង់កន្លែងនេះបងប្អូនអាចបបាយតាមរូបមន្តបានណាបងប្អូនគ្នាបបាយតាមរូបមន្តដូចរូបមន្តនេះអញ្ចឹង sin 2c ស្មើជាមួយនឹង 2 sin c cos c 2 sin c cos c អូខេបន្ទាប់ពីហ្នឹងហើយតើបងប្អូនគ្នាគួរធ្វើមិនទៀតបងប្អូនគ្នា2 sin a sin b sin c នេះ2 sin a sin b sin c ដោយបងប្អូនគ្នាដឹងអញ្ចឹងថា a បូក b បូក c គឺស្មើជាមួយនឹងផៃ a បូក b បូក c ស្មើផៃអញ្ចឹង a បូក b ស្មើប៉ុន្មានបងប្អូនគ្នា a បូក b ស្មើជាមួយនឹងផៃដក c អញ្ចឹងត្រង់កន្លែងនេះ sin នេះហ่าបងប្អូនគ្នាចំនួនអីមែនគឺចំនួនតែផៃដក c អញ្ចឹងយកបាន2 sin ផៃដក c គុណជាមួយនឹងកូស a ដក c a ដក b បងប្អូនគ្នាច្រឡំបូក2 sin c cos c យកមកប៉ុណ្ណេះមិនដែរបងប្អូនគ្នាអាចយកបានខ្លះអីភាគបាញ់ផលយើង2 sin a sin b sin c 2 sin a sin b sin c ចា2 sin ផៃដក c គឺយើងចេញមកបងប្អូនគ្នាគឺយើងអាចបំលែងបានទៅជា2 sin c អញ្ចឹងកន្លែងហ្នឹងគឺយើងបានប៉ុន្មានបងប្អូនគ្នាគឺយើងបាន2 sin c គុណជាមួយនឹងកូស a ដក b គុណជាមួយនឹងកូស a ដក b តោះនេះកុំភ្លេចណាបូក2 sin c cos c ដែរបូកជាមួយនឹង2 sin c cos c ទៅសពអីបងប្អូនគ្នាអបបាយអីហមនេះភាគបាញ់របស់យើង2 sin a sin b sin c អូខេអញ្ចឹងត្រង់កន្លែងនេះបងប្អូនគ្នាអាចចាប់អីជាកតាបានគឺយើងចាប់2 sin c ជាកតាអញ្ចឹងត្រង់កន្លែងនេះគឺយើងបាន2 sin c ដាក់គ្នាមួយមកអញ្ចឹងត្រង់កន្លែងនេះគឺយើងប្រកាសជាបានកូស a ដក b បន្តមកទៀតគឺយើងអស់2 sin c គឺយើងសល់បូកជាមួយនឹងកូស c បូកកូស c ដល់បងប្អូនគ្នាគួរតែដឹងថាអញ្ចឹងកូស c ហ្នឹងគឺស្មើជាមួយនឹងម៉ានអញ្ចឹងណាបងប្អូនគ្នាលើ2 sin a គុណជាមួយនឹង sin b គុណជាមួយនឹង sin c តែបងប្អូនគ្នាត្រូវដឹងថាចែកកាលណា a បូក b បូក c ស្មើផៃ a បូក b ស្មើផៃដក c ចោះចំណែក c វិញស្មើប៉ុន្មានបងប្អូនគ្នាកន្លែងនេះគឺយើងអាច a បូក b បូក c ស្មើផៃចុះ c ស្មើប៉ុន្មានបងប្អូនគ្នា c ស្មើជាមួយនឹងផៃដក a បូក b នេះគឺយើងចំនួនកន្លែង c នេះទៅដោយផៃដក a បូក b ណាបងប្អូនគ្នាអូខេយើងទាន់អត់2 sin c cos a ដក b បូកជាមួយនឹងកូសផៃដក a បូក b អូខេជាមួយនឹង2 sin a sin b គុណជាមួយនឹង sin c បន្តមកទៀតគឺយើងគួរតែដឹងដែរថាកន្លែងនេះគឺយើងអាចពលាតបានទៅជា sin c តែកន្លែងនេះគឺយើងអាចបានប៉ុន្មានបងប្អូនគ្នាគួរតែដឹងថាចេះកូសហ្នឹងគឺយើងបានដកផៃគឺអត់បដូរណាបងប្អូនគ្នាបើសិនជាផៃលើ2យើងបដូរកូសទៅជា sin ទៅជាកូសអីចឹងទៅប៉ុន្តែក្នុងករណីផៃគឺអត់បដូរទេកូសនៅតែជាកូសដដែលស្អីដកកូស a បូកបាទ a បូក b ព្រោះបានតាមពេលយើងសម្រួលមកពីលើបានណាហើយក៏បានដែរបងប្អូនគ្នានេះគឺ2 sin c នេះជាមួយនឹង2 sin c នេះគឺយើងសម្រួលចោលអស់ហើយអញ្ចឹងយើងសល់កូស a ដក b បូកជាមួយដកជាមួយនឹងកូស a ដក a បូក b អញ្ចឹងត្រង់កន្លែងនេះយើងបានកូស a ដក b ដល់គ្នាត្រូវចាំថាចែកកូសផៃអញ្ចឹងយើងបានដកកូស a បូក b អញ្ចឹងបានដកកូស a បូក b អូខេបន្តមកត្រង់កន្លែងនេះគឺយើងលេងមាន2ហើយនឹង sin c ទៀតទេអញ្ចឹងយើងបាន sin a លើ sin b sin a គុណជាមួយនឹង sin b ត្រង់កន្លែងនេះគឺបងប្អូនគ្នាប្រើតាមរូបមន្តកូស p ដកជាមួយនឹងកូសគុយស្មើប៉ុន្មានដែរបងប្អូនគ្នារូបមន្តហ្នឹងមកចំណុចទៅក្នុងលំហាត់របស់យើងនេះដោយតួ p ហ្នឹងគឺជា a ដក b ចំណែកគុយហ្នឹងគឺជា a បូក b បងប្អូនគ្នាចាប់ផ្ដើមចំនួនមកអញ្ចឹងគឺយើងស្មើជាមួយនឹងប៉ុន្មានបងប្អូនគ្នាគឺស្មើជាមួយនឹងដក p sin p បូកគុយអញ្ចឹងមានន័យថា a បូក b បូក a ដក b លើ2គុណជាមួយ
ជាមួយនឹងស៊ីនណាបងប្អូនគ្នា P ដកគុយវិញម្ដងស៊ីន P ដកគុយគឺយើងមានន័យថា A ដក B ដកជាមួយនឹង A ដក B A ដក B ដក A ដក B ចែក2ដែរយើងមានតែប៉ុណ្្នឹងបន្តមកទៀតដាក់ភាគបែងរបស់យើងគឺស៊ីន A គុណជាមួយនឹងស៊ីន B ណាបងប្អូនគ្នាស៊ីន A គុណជាមួយនឹងស៊ីន B ត្រង់កន្លែងនេះគឺយើងបានដក2គុណជាមួយនឹងស៊ីនម៉ានបងប្អូនគ្នាកន្លែងណាសម្រួលបានគឺយើងសម្រួល 2A កន្លែង B នេះយើងសម្រួលចោលអស់ណាបងប្អូនគ្នាចំណែក A បូកចូលគ្នាគឺបាន 2A ចែកជាមួយនឹង2 2A ចែក2គឺយើងអាចសម្រួលចោលបានអញ្ចឹងយើងបានទៅដក2ស៊ីន A ត្រង់កន្លែងនេះគឺយើងអាចសម្រួលអីចោលបានបងប្អូនគ្នាគឺយើងសម្រួល A ចោលអញ្ចឹងហើយយើងសល់ដក 2B ចែក2អញ្ចឹងមានន័យថាដក 2B ចែក2អញ្ចឹងយើងសល់ស៊ីនដក B ខ្ជាក់សញ្ញាបងប្អូនគ្នាអញ្ចឹងមានន័យថាខ្ជាក់សញ្ញាដកចេញមកក្រៅនៅពេលដែលខ្ជាក់សញ្ញាដកចេញមកក្រៅហ្នឹងគឺសញ្ញាដកហ្នឹងក៏ខ្លាយទៅជាវិជ្ជមានដោយសារយើងមានសញ្ញាដកនៅនេះមួយទៀតគុណចូលគ្នាទៅបានវិជ្ជមានស៊ីន A គុណជាមួយនឹងស៊ីន B អញ្ចឹងត្រង់កន្លែងនេះយើងបាន2ស៊ីន A ស៊ីន B លើស៊ីន A ស៊ីន B មិនដែរតើអស់គ្នាអាចចូលបានខ្លះអត់មកដល់ដំណាក់កាលនេះតើអ្នកសម្រួលស៊ីន A ស៊ីន B ចោលមកអញ្ចឹងយើងសល់2ហើយសម្រាប់យើងគឺឃើញប៉ុត្រឹមប៉ុណ្្នឹងឯងតើអត់គ្នាមិនដែរចូលបានខ្លះអត់បន្ទាប់ពីមើលលំហាត់មួយនេះហើយយើងញ៉ៃញ៉ៃតិចតែតើអ្នកព្យាយាមចូលតិចនៅពេលដែលយើងធ្វើលំហាត់តាក់ទងនឹងលំហាត់នឹងចាស់យើងចាំដៃទៅស្ទាត់តែអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានបើសិនជាចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចជួយ follow page ហើយនិង subscribe YouTube ខ្ញុំម្នាក់មួយផងអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយ